ដំណោះស្រាយនៃជំងឺសីមាន់នៅពេលដែលបងប្អូនកើតឡើងដំណាក់កាលដំបូងអ្នកគ្រូមានវិធីសាស្ត្រក្នុងការណែនាំដំណោះស្រាយជូនបងប្អូនប៉ុន្តែសូមឲ្យបងប្អូនធ្វើការតំណងរំអិតអាការៈសុខភាពតាមជាក់ស្ដែងជាមួយអ្នកគ្រូផ្ទាល់សិនណាគោលវិធីសាស្ត្រដែលអាចបងប្អូនជ្រើសរើសក្នុងការដោះស្រាយព្យាបាលវាមានប្រមាណចំណុចដែរទី1ដោយការញ៉ាំថ្នាំទី2ដោយការកាត់ទី3ដោយសារការដុតទៅលើទំហំសាច់ជាក់ស្ដែងទៅតាមកម្រិតជំងឺសុខភាពបងប្អូនអញ្ចឹងអ្នកគ្រូសូមក្រោយរំលឹកម្ដងហើយម្ដងទៀតជំងឺកាមរោគសីមាន់មិនមែនដោះស្រាយមិនជាទេប៉ុន្តែបើសិនជាករណីបងប្អូនកើតហើយគឺទី1ត្រូវការចាយពេលវេលាយូរទី2គឺត្រូវការចំណាយថវិកាក៏ច្រើនគួរសមដែរហើយត្រូវការទាមទារឲ្យបងប្អូនថែទាំយកចិត្តទុកដាក់សុខភាពខ្លួនឯងបានច្បាស់និងការពារសុខភាពជិះវៀងក្នុងការព្យាបាលជាហើយកើតឡើងមកវិញដោយសារអីកើតឡើងមកវិញដោយសារតែកត្តាឆ្លងបើសិនជាបងប្អូនជិះហើយបាត់ហើយมันមានដុំសាច់ទេស្រាប់តែបងប្អូនមានការឆ្លងពីគ្រួសារឬក៏ឆ្លងពីដៃគូដែលផ្ទុកជំងឺទាំងអស់នេះវានឹងកើតឡើងសារជាថ្មីនេះជាបញ្ហាមួយដែលអ្នកគ្រូតែងតែបញ្ជាក់ថាវាពិបាកក្នុងការព្យាបាលប៉ុន្តែបើសិនជាបងប្អូនចេះពីវិធីសាស្ត្រទប់ស្កាត់ដោះស្រាយព្យាបាលបានត្រឹមត្រូវនឹងវាទទួលបានលទ្ធផលល្អបងប្អូនចង់ដឹងព័ត៌មានកាន់តែច្បាស់ឲ្យអ្នកគ្រូអត់ជួលអាចទំនាក់ទំនងជាមួយអ្នកគ្រូតាមរយៈលេខទូរស័ព្ទឬក៏ឆាតជុំពេកហើយបងប្អូនអាចទុកជាលេខទូរស័ព្ទក្នុងពេករបស់អ្នកគ្រូបានចំពោះការដោះស្រាយណែនាំឬក៏ពីគ្រូយោបល់ផ្សេងៗអ្នកគ្រូបាត់តម្រូវគិតថ្លៃសេវាពីបងប្អូនទេអញ្ចឹងអ្នកគ្រូមានប៉ុណ្ណេះ